ស្ដាប់ចំណាប់អារម្មណ៍ពិតពី leader នៅក្នុងស្រុកឆ្លងកសិករទិញ My Power Green Plus បន្ថែម1ឡានពេញក្រោយមេឃភ្លៀងធ្លាក់ឱកាសមាសសម្រាប់បងប្អូនកសិករបានមកដល់ហើយក្រោយពេលមេឃភ្លៀងធ្លាក់កក់ខែនិងដើមរដូវវស្សានេះទីផ្សារផលិតផលកសិកម្មនៅក្នុងស្រុកឆ្លងមានសន្ទុះក្នុងការបញ្ជាទិញយ៉ាងខ្លាំងលោកហប៊ុនយ៉តដែលជា leader គ្រប់គ្រងទីផ្សារផ្ទាល់តាមមូលដ្ឋាននៅក្នុងស្រុកឆ្លងបានចែករំលែកនៅចំណាប់អារម្មណ៍និងក្តីរំភើបយ៉ាងក្រៃលែងបន្ទាប់ពីកសិករដាំដុះដំណាំកៅស៊ូនៅក្នុងតំបន់លោកបានសម្រេចចិត្តកម្មង់ទិញជីកែដី My Power Green Plus ម៉ាកយីហោ ASEAN Power ស្តុកថ្មីរហូតដល់ទៅ1ឡានពេញយកទៅប្រើប្រាស់និងស្តុកទុកសូមគោរពជំរាបសួរបងប្អូននៅខាងស្រុកឆ្លងទាំងអស់បាទថ្ងៃនេះជី ASEAN Brain មក ASEAN Power ចូលស្តុកចំនួន1ឡានបាទនៅក្នុងស្រុកឆ្លងខេត្តកញ្ចេះបាទនេះបងប្អូនបងប្រុសម្នាក់ដែលគាត់គ្រប់គ្រងជី ASEAN Power ចំនួន3ឆ្នាំហើយបាទឆ្នាំទី1គាត់ប្រើប្រហែលជា 3-4 តោនទេឆ្នាំទី2គាត់ប្រើបានរហូតដល់6តោនដល់ឆ្នាំទី3ឆ្នាំនេះគាត់ឃើញថាប្រើទៅលើលទ្ធផលទៅឃើញតែចាញ់មកបានល្អច្រើនឆ្នាំនេះគាត់យក5-10តោនតែម្ដងបាទសម្រាប់គាត់ម្នាក់ឯងបាទហ្នឹងហើយដល់ពេលនៅខាងផ្សេងទៀតខ្ញុំមិនតន់និយាយខ្ញុំនិយាយពីរឿងស្រុកឆ្លងសិនបានបាទជីចូលឆ្នាំថ្ងៃ19នេះទឹកមកចូលតាមពិតគាត់កំងយ៉ាងយូរដែរហើយបាទទឹកមកចូលបានម្ដងនេះបាទហើយដល់ពេលគាត់ប្រើទៅឃើញថាល្អទៅគាត់ប្រាប់ដៃគូគាត់បងម្នាក់ទៀតគាត់យករហូតដល់7តោនកន្លះដែរបាទហ្នឹងហើយបាទជាជាក់ស្ដែងដោយសារទី1តម្លៃសមរម្យទី2គាត់ប្រើទៅឃើញតែគុណភាពពេលដែលគាត់ប្រើទៅលើកស៊ូរបស់គាត់ប្រើទៅគាត់ហ៊ានអួតនឹងមុខអ្នកទីផ្សារខ្លួនឯងខ្ញុំមួយថ្ងៃទៅផឹកកាហ្វេមកគាត់ដល់ជួបទៅគាត់ថាគាត់ប្រើជីគេកន្លងមក 4-5 ឆ្នាំមុនប្រើទៅចោដូចដឹងស្អីទេចាប់តាមគាត់ស្គាល់បរិយាជី ASEAN Power ហ្នឹងមកតែគាត់ថាដាក់ទៅឃើញថៃរហូតដល់កស៊ូហ្នឹងជ្រុះស្លឹកហើយនៅជីទៅនៅចាញ់ចោលល្អទៀតនៅថៃរហូតអត់ធ្លាក់អត់បាត់ហើយមានតែកើននៅលើកស៊ូចន្ទីកស៊ូគាត់ប្រហែលជាល្បាក់20ហាត់ជាងដែរជាង20ហាត់ហើយស្វាយគាត់ប្រហែលជា4-10ហាត់ដែរនិយាយទៅហើយគាត់នាំដៃគូមកសហការទៀតឡើយសហការប្រើដូចគ្នាទេគាត់មិនជាអ្នកលក់ទេគាត់គឺអ្នកប្រើសត្វដល់បាទឥឡូវឆ្នាំហ្នឹងគាត់យក5-10តោនគាត់ថាសាក្រោយគាត់កាត់ចង់ដាក់ដាក់គ្រប់ទេគាត់ថាសាក្រោយគាត់ចង់យកពីម្នាក់ឯងមកខ្ជិលញ៉ៃប៉ុន្តែគាត់អត់អ្នកលក់ទេគាត់អ្នកប្រើតែម្ដងបាទនេះច្បាស់លាស់មួយកសិករនៅក្នុងគាត់កស៊ូគាត់នៅក្នុងគុំតម្លៃផុងយើងណាស្រុកឆ្លងតម្លៃផុងស្រុកឆ្លងបាទឆ្លងខេត្តកញ្ចេះយើងណាចានៅបងប្អូនធ្លាប់ស្គាល់អ្នកស្រុកឆ្លងគាត់ធ្លាប់ស្គាល់ហើយសប្បាយចិត្តយើងសប្បាយចិត្តយើងធ្វើរាល់ឆ្នាំដដែលអញ្ចឹងហើយវាដូចថាគេនៅតែគ្រប់គ្រងជីនឹងរហូតដែរបងប្អូនខ្លះដែលគាត់មិនដឹងធ្លាប់ប្រើគាត់នៅតែខ្លាចគាត់នៅតែភ័យគាត់នៅតែបារម្ភអញ្ចឹងប៉ុន្តែសម្រាប់តែខ្ញុំអ្នកដើរធ្វើទីផ្សារគាត់អ្នកយកទៅប្រើគាត់មិនដែលឮថាមានបញ្ហាទេមានតែកសិករមួយចំនួនដែលគាត់ទិញមិនប្រអាប់អីគាត់ទិញដូចថា 4-5 3គាត់យកទៅអត់ដែលឃើញប្រសិទ្ធភាពអ្នកដែលទិញដល់តោនគឺប្រសិទ្ធភាពគឺ 100% តែម្ដងអញ្ចឹងបានចូលប្រើតិចយូរចូលដល់ឡានហើយតែប្រើទៅចូលដល់ឡានហើយខ្ញុំសូមផ្ដាំផ្ញើទៅដល់អតិថិជនទាំងអស់ដែលគាត់មិនដែលស្គាល់ជីនេះអាចមកចាប់ជាមួយនឹងជីនេះទី1តម្លៃសមរម្យទី2វាអាចជួយកែប្រែដីបងប្អូនឲ្យទៅជាដីដែលខូចដីដែលក្តាំងដីដែលជូរដីដែលរឹងហ្នឹងឲ្យទៅជាដីធម្មតាមកវិញកាលណាតែដីយើងធម្មតាមកវិញដំណាំយើងក៏ល្អមកវិញដែរបាទហើយធូរថ្លៃតម្លៃសមរម្យគុណភាពតែអាចប្រើទៅមិនប៉ះពាល់សុខភាពរហូតដល់ដំណាំបងប្អូនទៀតអញ្ចឹងវាល្អអញ្ចឹងខ្ញុំមានតែផ្ដាំផ្ញើថាបងប្អូននៅខាងស្រុកឆ្លងនេះជួយគ្រប់គ្រងគ្នាតាំងពីប្រើលើស្រូវលើដំណាំស្រូវដំណាំថ្នាំជក់ដំណាំកស៊ូដំណាំចន្ទីបងប្អូនអាចសាកល្បងមើលទៅបើថាកុំអាចជឿទាំងអស់សាកសិនយកទៅសាកម្នាក់1តោនឬក៏500គីឡូតាមដែលបងប្អូនមានដំណាំច្រើនដំណាំតិចទៅបងប្អូនយកទៅប្រើសាកល្បងហើយបើឃើញគុណភាពបងប្អូននឹងបន្តប្រើបើមិនឃើញទេបងប្អូនអាចឈប់ប្រើក៏បានដែរមិនខាតអីបងប្អូនគង់តែប្រើទេក្នុងមួយឆ្នាំបងប្អូនគង់តែប្រើជីទេប៉ុន្តែគាត់ថាជីដែលចំណេញជីដែលតម្លៃសមរម្យហើយមានគុណភាពមិនងាយបងប្អូនរកឃើញទេដោយសារខ្ញុំដើរទៅឃើញតែក្រុមហ៊ុនហ្នឹងល្អទី1ល្អទី2គាត់អាចរកប្រាក់ចំណូលពីក្នុងក្រុមហ៊ុនផងហើយទី2កាត់បន្ថយនៅការចំណាយច្រើនបាទនេះជាភាពចាក់ស្ដែងដែលខ្ញុំធ្លាប់ធ្វើកន្លងមកទៅជួបនឹងអតិថិជនរហូតទេបាទអរគុណជម្រាបលាមានតាមផ្ញើបងប្អូនទេប៉ុណ្្នឹងបាទអូខេបាទហេតុអ្វីបានជាកសិករដាំដំណាំកៅស៊ូនៅស្រុកឆ្លងទុកចិត្តលើ My Power Green Plus លោកហប៊ុនយ៉តបានបញ្ជាក់ថានេះមិនមែនជាការសាកល្បងនោះទេម្ចាស់ចំការកៅស៊ូដែលកម្មង់ជី1ឡាននេះគាត់ជាអតិថិជនចាស់ដែលបានប្រើប្រាស់ជី My Power Green Plus លើដំណាំកៅស៊ូរបស់គាត់អស់រយៈពេល3ឆ្នាំមកហើយគាត់បានឃើញលទ្ធផលពិតទើបគាត់មានទំនុកចិត្តខ្ពស់បញ្ជាទិញទាំងឡានបែបនេះតែម្ដងជីកែដី My Power Green Plus ក្រោមម៉ាកយីហោ ASEAN Power ចែកចាយស្របច្បាប់ដោយក្រុមហ៊ុន PSK 205 Cambodia Co Ltd ត្រូវបានទទួលស្គាល់កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់បងប្អូនកសិករទូទាំងប្រទេសកម្ពុជាជាពិសេសលើដំណាំឧស្សាហកម្មដូចជាកៅស៊ូនេះតែម្ដង